mẹ bong bóng phải Android còn tại miền camera app mới nàyเนี่ยตอนนี้ไอทอด by professional เหมือนแต่มองเตียงการ edit color หนึ่งการเมนูแต่เลย camera setting บอกตัวสับเนี่ยตอนนี้แอป camera មួយនឹងមានឈ្មោះថា Pontoon camera ហើយបងប្អូនអាច download ចេញពី Telegram channel របស់ខ្ញុំបានដោយសារគេអត់ទាន់ public ចូលនៅក្នុង Play Store ទេអញ្ចឹងបងប្អូនអាចបើក camera ហ្នឹងមកនៅក្នុងហ្នឹងផងដែរបងប្អូនអាចប្រើប្រាស់ LUT នៅក្នុងហ្នឹងបាននេះគេមាន built-in នៅក្នុងហ្នឹងស្រាប់ហើយបងប្អូនអាច customize ទៅតាម color បងប្អូនចង់បាននេះឃើញទេអញ្ចឹងយើងអាចកែ color កែពន្លឺកែ curve ហើយនៅក្នុងហ្នឹងស្រាប់តែម្ដងអញ្ចឹងបងប្អូនអាចដឹងហើយថាការកំណត់ color គឺវាជាការដែលយើងថតមួយយើងថតមកគឺបាន color ហ្នឹងហ្មងយើងអត់ចាំបាច់ edit អីច្រើនទេហើយនៅក្នុងហ្នឹងផងដែរគឺយើងអាចអនុញ្ញាតឲ្យយើងប្រើប្រាស់ setting បានច្រើនមែនទែនដោយដែលខ្ញុំបានបង្ហាញអញ្ចឹងបើសិនជាអ្នកទាំងគ្នាមាន LUT ហើយបងប្អូនអាច import LUT ចូលបានផងដែរណាអូខេបន្តមកទៀតបងប្អូនអាចប្រើប្រាស់ lens បានច្រើនមែនទែន lens wide lens main camera រហូតដល់ zoom lens របស់អ្នកទាំងគ្នាបានដល់កម្រិតណាបងប្អូនអាចប្រើប្រាស់ដល់កម្រិតហ្នឹងតែម្ដងហើយនៅក្នុងហ្នឹងវាអនុញ្ញាតឲ្យយើងកែទៅលើ focus white balance ISO ជាមួយនឹង shutter speed ជាមួយនឹង exposure ផងដែរហើយនៅក្នុងហ្នឹងក៏យើងអាចថតជាវីដេអូបានផងដែរអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺល្អមែនទែនសម្រាប់បងប្អូនដែលអត់ចូលចិត្ត edit ច្រើនថតហើយអាចផុសបានតែម្ដងសម្រាប់បងប្អូនចង់ដឹង app អ្វីទៀតជួយ comment ខាងក្រោមមកខ្ញុំនឹងព្យាយាមរក app មកបង្ហាញជូនអ្នកទាំងគ្នាទៀតហើយ